បងប្អូនមួយចំនួនផ្ញើសារមកថាដូចថាគាត់ហាក់ដូចជាខ្វះភាពកក់ក្ដៅនៅក្នុងគ្រួសារអាចបណ្ដាលមកពីឪពុកម្ដាយមិនសូវមានពេលវេលាគ្រប់គ្រាន់នៅជាមួយគាត់ឬក៏ប្រើពាក្យសម្ដីគៀបសង្កត់ឬក៏ប្រើអំពើហិង្សាអីលើគាត់ចឹងទៅធ្វើឲ្យគាត់មានសម្ពាធផ្លូវចិត្តវាអាចថាមកពីឪពុកម្ដាយរវល់ធ្វើកិច្ចការងារចាំបីបាច់ថែសារកូនទៅចឹងគួរវល់ព្រលឹមចេញប្រលប់ចូលគាត់ទៅរៀននៅតែក្នុងបន្ទប់ទៅមិនបានមានភាពស្និទ្ធស្នាលហ្នឹងមួយអាចថាមួយទៀតមកពីយើងចង់បានពីគាត់ច្រើនពេកអត់ដឹងអំពីការលះបង់ការហត់នឿយរបស់គាត់ដើម្បីកូនខ្លះហ្នឹងរហូតដល់ថ្នាក់គិតថាម៉ាក់ប៉ាគាត់ប្រឹងដើម្បីតែមុខមាត់គាត់ទៅគាត់រកស៊ីគាត់មានមុខមានមាត់ហ្នឹងគាត់ដើម្បីតែមុខមាត់គាត់ទេមិនមែនដើម្បីគាត់ម៉ានទេរហូតដល់មានកូនខ្លះគិតអញ្ចឹងទៀតហើយគ្រោះថ្នាក់នៅពេលដែលគាត់ទៅឃើញម៉ែឪគេមានភាពស្និទ្ធស្នាលនៅជាមួយកូននិយាយជាមួយកូនរៀនមួយកូនញ៉ាំបាយមួយកូនអីចឹងទៅសឹងថាយំស្រក់ទឹកភ្នែកអីកូនហ្នឹងនឹកឃើញថាខ្លួនឯងត្បិតថាមានទ្រព្យមានសម្បត្តិអីមែនប៉ុន្តែវាអត់បានភាពកក់ក្ដៅចឹងនៅជាមួយនឹងឪពុកម្ដាយថ្មចង់លើករឿងមួយរបស់ភរិយាអតីតប្រធានាធិបតីអាមេរិកឈ្មោះ Ronald Reagan ភរិយាគាត់ឈ្មោះ Nancy Reagan ពីដើមឡើយហ្នឹងគាត់ជាកូនកំព្រាឪពុកម្ដាយមេម៉ាយហើយម្ដាយគាត់ធ្វើការងារផ្នែកខាង performance នៅលើឆាកអ្នករាំអ្នកច្រៀងអីអញ្ចឹងហើយដើម្បីរកប្រាក់ឲ្យកូនហ្នឹងត្រូវយកកូនហ្នឹងទៅផ្ញើនឹងម្ដាយមីងខ្លួនឯងដើររាំលើឆាកអីចឹងទៅពី3ខែមកលេងកូនម្ដង 4-5 ខែមកលេងកូនម្ដងចឹងទៅផ្ញើកូននៅនឹងម្ដាយមីងប៉ុន្តែដោយទឹកចិត្តរបស់កូននេះ Nancy Reagan នេះគាត់គិតថាម្ដាយរបស់គាត់ដែលបែកពីគាត់មិនបាននៅស្និទ្ធស្នាលមួយគាត់ដោយសារប្រឹងប្រែងស្វែងរកទ្រព្យមកចិញ្ចឹមគាត់ផ្ទុយពីការមើលឃើញកំហុសដែលទុកគាត់ចោលទៅជាសម្លឹងឃើញការលះបង់របស់ម្ដាយហត់នឿយពិបាកបបិនមិនម៉ាដើម្បីរកទ្រព្យមកចិញ្ចឹមកូនហ្នឹងហើយគាត់នៅតែមានទឹកចិត្តកតញ្ញូអរគុណចំពោះម្ដាយសម្លឹងឃើញចំណុចល្អរបស់ម្ដាយដែលហ៊ានលះបង់នៅម្នាក់ឯងឲ្យរកលុយចិញ្ចឹមគាត់ហ្នឹងគាត់ឲ្យតម្លៃអ្វីដែលគាត់ទទួលបានហើយអ្វីដែលមិនទទួលបាននោះវាមានហេតុផលដែលគាត់មិនទទួលបានអញ្ចឹងគាត់នៅតែអរគុណម្ដាយរបស់គាត់ហ្នឹងប៉ុន្តែក្នុងចំណុចនេះមកជួបច្រើនហើយជូនជាយោបល់ដល់លោកឪពុកអ្នកម្ដាយដែលថាមិនម៉ាការចិញ្ចឹមកូនក៏មិនគ្រាន់តែឲ្យបាយឲ្យទឹកឲ្យលុយឲ្យកាក់ដែរជាថ្មធ្លាប់ជួបកូនចៅគាត់ដូចថាអ្វីដែលគាត់ចង់បានហ្នឹងមិនចង់បានបានយកលុយទៅចាយមិនគាត់មិនចង់បានអញ្ចឹងគាត់ចង់បានភាពកក់ក្ដៅការយល់ចិត្តការពីសុខទុក្ខរបស់គាត់ជួបបញ្ហាអីយ៉ាងម៉េចយ៉ាងម៉ាឲ្យជួយដោះស្រាយយ៉ាងម៉េចចឹងទៅចឹងយើងតលរៀនចិញ្ចឹមទាំងអាហារផ្លូវកាយទាំងអាហារផ្លូវចិត្តសុខភាពផ្លូវចិត្តរបស់គាត់ឲ្យបានរឹងប៉ឹងទើបកូននឹងក្លាយទៅជាមនុស្សដែលអាចរឹងប៉ឹងក្នុងសង្គមក្នុងជីវិតក្នុងសុខគ្រួសារគេទៅខាងមុខបានមានរឿងមួយនោះដែលឪពុកម្ដាយនឹងជាអ្នកមានទូធាប៉ុន្តែដោយសារសម្ដីសម្ដៅគាត់មុងម៉ង់ឈុងឆាំងជេបតិចអីចឹងទៅធ្វើឲ្យកូននឹងមាន
អារម្មណ៍មួយថា lonely ឯកាគ្មានអ្នកយល់ចិត្តចុងក្រោយកូននឹងសម្លាប់ខ្លួនទៅវិបដិសារីនៅលើឪពុកម្ដាយហើយសូត្រតែខ្វះទ្រព្យមិនខ្វះទេប៉ុន្តែខ្វះសុខុមាលភាពផ្លូវចិត្តនេះហើយក្មេងឆេវឆាវណាស់គិតខ្លីណាស់ប៉ះពាល់អារម្មណ៍លឿនណាស់ហើយពេលខ្លះសម្ដៅនឹងវាធ្វើឲ្យឈឺចុកចាប់ខ្លាំងមែនតើប៉ុន្តែកូនខ្លួនឯងក៏គួរពិចារណាដែរថាយើងបានកើតមកយើងបានរស់មកបានធំប៉ុណ្ណឹងដោយគុណបំណាច់ការលះបង់ការតស៊ូរបស់ឪពុកម្ដាយចំពោះយើងនឹងឯងគាត់ផឹងប្រែងទៅហត់នឿយឆ្ងាយចិត្តយប់ប្រលប់អីមិនមកគឺគាត់សំដើម្បីកូននឹងឯងមិនមានដើម្បីអ្នកណាទេអញ្ចឹងបើយើងបានសម្លឹងមើលចេតនាបំណងរបស់គាត់យើងអត់សូវមើលឃើញចំណុចខ្វះខាតទេហ្នឹងក្នុងធម៌ឲ្យយើងចេះសម្លឹងមើលឃើញអ្វីដែលជាគុណរបស់អ្នកដទៃបើយើងអង្គុយចាប់កំហុសអាហ្នឹងម្នាក់សុទ្ធតែមានចំណុចខ្វះខាតរៀងខ្លួនដែរយើងសប្បាយចិត្តនឹងអ្វីដែលយើងទទួលបាននឹងជីវិតដែលយើងមាននឹងសតិបញ្ញាដែលយើងអាចរៀនបានគាត់ផ្ដល់ឲ្យយើងយកអ្វីដែលមានហ្នឹងជាមូលដ្ឋានក្នុងការអភិវឌ្ឍជីវិតឲ្យប្រសើរជាងមុនយើងមិនអាចអង្គុយកើតទុក្ខជាមួយអ្វីដែលយើងអត់មានណាគឺថាយើងរកបាន5000ហើយយើងដេកកើតទុកមិនក៏អញមិនបាន10000ដូចគេកើតទុកក៏ហល់ក៏ហើយអា10000នោះវានៅតែអត់នឹងឯងហើយយើងបានកើតទុកថែមអញ្ចឹងយើងប្រឹងនៅតែប្រឹងយើងអភិវឌ្ឍខ្លួនឯងឲ្យបានប្រសើរជាងមុនហើយរៀនត្រេកអរនឹងអ្វីដែលយើងទទួលបានអានឹងផលបុណ្យយើងមានប៉ុណ្ណឹងយើងបានទទួលប៉ុណ្ណឹងហើយយើងសម្ដែងទឹកចិត្តកតញ្ញូអរគុណចំពោះការលះបង់របស់លោកឪពុកអ្នកម្ដាយអញ្ចឹងទំនាក់ទំនងឪពុកម្ដាយជាមួយកូននឹងមានឥទ្ធិពលខ្លាំងទៅលើស្ថានភាពជីវិតរបស់កូនទៅក្នុងថ្ងៃអនាគតរៀនសម្រេចចិត្តមុននឹងសម្រេចចិត្តគិតឲ្យបានច្បាស់លាស់សិនសួរយោបល់គេឯងឲ្យបានគ្រប់ជ្រុងជ្រោយហើយចុងក្រោយអ្នកត្រូវសម្រេចចិត្តដោយខ្លួនឯងហើយបើសម្រេចយ៉ាងណាហើយធ្វើតាមនឹងទៅកុំសាវ៉ាដូរចុះដូរឡើងពេកអីព្រោះវាធ្វើឲ្យរំខានចិត្តខ្លាំងមិនសូវបានសុខទេហើយបើឧបមាថាការសម្រេចចិត្តនោះខុសនាំឲ្យខូចខាតបាត់បង់សូមគុំទម្លាប់បន្ទោសគេបន្ទោសឯងឬមួម៉ៅក្តៅក្រហាយស្ដីបន្ទោសខ្លួនឯងយូរពេកអីចាត់ទុកថាវាជាផលនៃបាបចាស់ទៅចុះកុំស្ដាយពេកអីព្រោះស្ដាយទៅបានត្រឹមតែខូចចិត្តយកវាជាមេរៀនគិតសារជាថ្មីឡើងវិញធ្វើឲ្យបានប្រសើរជាងមុន
ខ្ញុំខំធ្វើល្អហេតុអ្វីខ្ញុំនៅតែមានទុក្ខច្រើនអ្នកខ្លះមានសមានចិត្តល្អមានចិត្តសប្បុរសអាណិតអាសូរជួយអ្នកដទៃច្រើនតែបែរជាមិនសូវបានសមប្រកបជួបរឿងទុក្ខសោកមិនចេះចប់មិនចេះហើយពេលខ្លះជួយគេហើយបែរជាគេរមិលគុណនិយាយអាក្រក់រហូតដល់ធ្វើទុក្ខបុកម្នេញមកវិញក៏សឹងមានអំពើល្អដែលអ្នកបានសាងហើយនៅតែជាអំពើល្អដដែលមិនប្រែទៅជាអាក្រក់ទេគ្រាន់តែវាមិនទាន់មានពេលឲ្យផលប៉ុណ្ណោះចំណែករឿងមិនល្អរឿងអកុសលដែលអ្នកបានជួបវាជាផលនៃកម្មចាស់ដល់ពេលត្រូវឲ្យផលគួរស្វែងយល់ផងដែរថាបុណ្យកុសលមានច្រើនលំដាប់ហើយបុណ្យទាំងនោះជួយអ្នកឲ្យបានស្រាលពីទុក្ខតាមលំដាប់ដែរកុសលថ្នាក់ទានលះចិត្តកំណាញ់លះចិត្តជាប់ជំពាក់កុសលថ្នាក់ទាននោះជួយអ្នកឲ្យមានគេស្រឡាញ់រាប់អានច្រើនមានកិត្តិយសកេរ្តិ៍ឈ្មោះល្អនិងជាឧបនិស្ស័យនៃការរកទទួលទានមានបានតែកុសលថ្នាក់ទាននោះមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទេកុសលមួយទៀតដែលជួយអ្នកឲ្យរួចពីពាវេរាទៅថ្ងៃមុខគឺការរក្សាសិលបានដល់ការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកជាមនុស្សមិនមានពៀទៅណាមកណាមិនសូវព្រួយបារម្ភក្នុងចិត្តព្រោះមិនបានធ្វើខុសហើយមិនសូវមានអ្នកមកបៀតបៀនអ្នកទេជៀសវាងតែអ្នកមានបាបកម្មពីអតីតជាតិមកកុសលថ្នាក់សិលជួយអ្នកឲ្យរួចផុតពីពាវេរាទៅថ្ងៃមុខតែវានៅតែមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទាំងស្រុងឡើយកុសលថ្នាក់ខ្ពស់ដែលអាចជួយអ្នកបានច្រើនក្នុងការសម្រាលសេចក្តីទុក្ខពីផ្លូវចិត្តគឺកុសលថ្នាក់ភាវនាដែលមានន័យថាការចម្រើនសមាធិការចម្រើនបញ្ញាដែលជួយអ្នកឲ្យមានចិត្តនឹងធឹងមិនសូវញាប់ញ័រនឹងរឿងរ៉ាវទាំងឡាយសមាធិសំដៅលើការវឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយដែលនាំឲ្យចិត្តបានស្ងប់រងាប់បានត្រជាក់មិនសូវរវើរវាយមិនសូវច្របូកច្របល់ជួយអ្នកឲ្យបានសេចក្តីសុខតាមផ្លូវចិត្តច្រើនចំណែកឯការចម្រើនបញ្ញាសំដៅលើការស្វែងយល់អំពីដំណើរកើតរលត់នៃសង្ខាររៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវការទាស់ចិត្តនិងការជាប់ចិត្តចំពោះបញ្ហាទាំងឡាយពេលអ្នកបានលះបង់នៅសេចក្តីប្រកាន់នោះពីក្នុងចិត្តរឿងរ៉ាវទាំងឡាយកើតឡើងក៏កំណត់ដឹងថាជាដំណើរនៃធម្មជាតិពេលមានហេតុក៏កើតឡើងពេលអស់ហេតុក៏រលត់ទៅឧបមាដូចជាភ្លើងចង្កៀងពេលនៅប្រេងក៏នៅសល់ភ្លើងពេលអស់ប្រេងអស់បញ្ឆេះភ្លើងក៏រលត់ទៅអ្នកកំណត់ដឹងនៅដំណើរនៃសង្ខារយ៉ាងនេះកាត់បន្ថយនូវសេចក្តីប្រកាន់សេចក្តីទុក្ខក៏ធូរស្បើយពីចិត្តអ្នក
mà sừng kết khơi nhiệt nhau mà chùm nôn thông đấy còn vừa ruồi còn đệm lụa còn bạ chất còn treo trao còn mua mau còn stress anh nâng đây sai dương và đòi chất nâng du bê mình miền ông kẻ cà pi chất cũng oi sẽ trừ màu thưa ba đột bấm plan chỉ cái đây sau con chất á xong ra từ lừa sẽ tệ smart đây để bút ao dương riêng do sẽ tệ smart đây nếu mà nơi luôn dương chỉ bị chạm chất kịch ấy cái buông anh vậy ấy cái buông ở thừa ấy cái buông ở nhắm ấy cái buông tại châu tục tắc rồi có thừa sự cảm phiền làm ngay đó đối thấy dương bể lạnh luôn trao ọt sẽ tệ rồi về thừa plug đối thấy bể lưng quán ưng luôn á cái buông ở thừa này hết bên là chất rốt tới này này tập đây tập đó hay tất cả này dương bắt đầu chất chân rưỡi tới vừa ọt miên smart đây nâng luôn vừa dương bắt bằng smart phiền trong cả cục krong cả kịch bà dương rồi đó là dương mình trong kịch chặt nó cũng bên đâu vượt nhau chẳng tới rồi đó nè là kỳ mình lụa rồi có vừa anh bà bạn nâng cục krong ở rộng khuôn ai nè nhưng tôi là dương hiền bằng cao ơn smart đấy nâng không chỉ vật bị chạm thằng ngày nữa cả vừa smart thị của chui chờ này vừa smart thị tiền smart đấy màu chọn đừng rong cam tha na mũi ưu tiên thế cho đừng hàm chênh cho đừng hàm châu chân chỉ đạo chân dương bậc cao tuột mà đấy nó ở tràn đầm bay trút bị nứt mưa tầm nào bà chặt nâng ưu tiên ta có buông tay mưa đừng hàm chênh đừng hàm châu đừng hàm chênh đừng hàm chú với sẽ bậc kích chênh từ anh chơi lôi anh nu thảo anh ấy chẳng thấy dương đằng ồ chặt anh rút chênh bị thằng hàm chẳng hào từ lòng màu mà đấy nó nè hào từ lòng màu thằng hàm chênh thằng hàm chốt thằng hàm chênh thằng hàm chốt chẳng con tuột cả bìa chặt nó bị chờn sợ tệ mà đấy nó bị chờn chẳng ở chặt nó rong cua đời xa ròm khang cày khang về gì hay dương ai một cao mà đấy nó không chỉ vượt phải chạm thằng ngày ưu tiên họ thà đa ai miền smart đây thay dương đa dương coi dương gì đấy nó ai miền bờ lưng nâng luôn nhé chỉ bị sa khmái và bị sa thoát ở miền smart đây nâng luôn đăng thả mà anh có bông tàng coi mà anh có bông tàng dây mà anh có bông tàng thưa sự cầm phiệp đi thưa sự cầm phiệp nụ và sự tệ smart đây nâng nơi nâng luôn bàn chớn chất là nâng ở sơ rồi với chất là nâng ở sơ ho chênh bị luôn nè chắc là nâng ọt sơ từ tua rong cua đôi xa ròm kia khăn khéo màu đột rùa ở cái đai gà hai vậy để chết bởi dương cái đai gà hai nữa đôi xa dương chết từ bờ lên luôn ọt miên nẹ cà pia sao kia vậy sẽ đây tích tích cái đai cả tục ở mà tết bìa tết từ chụp hướng ngày nam mình pin chết tới đê và bạn chết ở mà tết bìa tết còn là từ an rồi cái chụp bánh hại chân tư cứ thở vol vân không luôn nâng vừa ơi chặt nâng vừa ọt miên bà buồn cà pia sao xây có ai lùi plan sẽ cái đây sọc xây có ai vừa ở chặt nâng cả tục bản này chân sẽ tệ mà đây nâng sầm khăn này chia kêu cà pia chia rần nén chia thia chia bòn cà pia mình oi của sol rồi có ròm để nôm ở cái đây cả hai nữa dương ai tụp scat ban class bất thời dương mình ai tụp scat ban đang sống bên này sẽ tệ nó việc đăng thả anh bật kịch hướng đi tới việc cái đây cả hai chẳng trong chặt từ lừa ròm này với nôm oi chặt nâng chặt là sập bài nực cồn bột tới sập bài nực kịch đó bọn này luôn ban vừa tới sập bài nơi cái bài mà nụ đi tới đuổi tì chẹ chặt đuổi sỏi chẳng đạp thua tới ban chấm ra chấm này đăng by nhà nhiên chẳng tới chẳng tiền chất ai bằng ao mòn nơi không ở ròm nát để nói ai cao chất chết là
ហើយអារម្មណ៍ដែលនាំឲ្យក្តៅក្រហាយអានេះនិយាយដើមអញអានេះវាចេះនេះវាចុះទាំងអាហ្នឹងយើងកាត់បន្ថយវាមកយើងមិនអាចទប់ស្កាត់បានទាំងស្រុងទេរឿងអារម្មណ៍ខាងក្រៅហ្នឹងឧទាហរណ៍ថាបើយើងមានបាបកម្មវាត្រូវតែលឺគេថាគេស្ដីឬក៏ត្រូវបាត់បង់របស់នេះរបស់នោះអាហ្នឹងយើងខាត់មិនបានទេប៉ុន្តែអ្វីណាដែលយើងអាចទាញចិត្តបានយើងទាញបង្អោនចូលទៅក្នុងអារម្មណ៍នាំឲ្យកើតសេចក្តីជ្រះថ្លាហ្នឹងចិត្តហ្នឹងវាស្រស់ចិត្តហ្នឹងវាស្រាលពីសេចក្តីទុក្ខទៅហើយបើយើងខ្វះសតិស្មារតីអ្នកគៀចិត្តអ្នកតម្រែតម្រង់អ្នកទាញមកអាហ្នឹងវាភាកច្រើនហ្នឹងគឺចិត្តហ្នឹងវាធ្លាក់ទៅក្នុងរឿងដែលនាំឲ្យក្តៅក្រហល់ក្រហាយនាំឲ្យជាប់ជំពាក់ហើយនឹងនាំឲ្យទូមនោះនឹងមកហើយតែធ្លាក់ចូលទៅក្នុងផ្លូវនឹងយើងក្តៅក្រហាយច្រើនយើងអត់មានលំនឹងផ្លូវចិត្តយើងផ្ញើសេចក្តីសុខទៅនឹងរបស់ខាងក្រៅទាំងស្រុងគេសរសើរបានយើងសប្បាយរស់ស៊ីមានបានទៅបានយើងសប្បាយទៅដល់ពេលគេនិន្ទាគេថាគេស្ដីកើតទុកទៅអត់មានកំណត់ដឹងថានឹងធម្មតារលកជីវិតនឹងវាអញ្ចឹងវាអត់បានមានបញ្ញាកំណត់ដឹងថាធម្មតាវាអញ្ចឹងវាឡើងវាចុះអញ្ចឹងយើងគិតថាជីវិតអញត្រូវតែឡើងអញ្ចឹងដល់វាអត់បានវាកើតទុកទៅប៉ុន្តែដែលយើងមានបញ្ញាមានធម៌នៅក្នុងចិត្តហ្នឹងយើងកំណត់ដឹងថាហ្នឹងហើយឡើងជាផលបុណ្យផលនៃការពឹងផ្អែកពីធ្លាក់បាបឲ្យផលហ្នឹងយើងមិនឡើងខ្ពស់តាមរឿងហើយក៏មិនដុនដាបធ្លាក់ចុះតាមរឿងដែលកើតឡើងដែរកំណត់ដឹងថានឹងជារឿងក្នុងលោកតែប៉ុណ្ណឹងអញ្ចឹងយើងអត់ផ្ញើសេចក្តីសុខទាំងស្រុងទៅលើរឿងខាងក្រៅនឹងយើងយកសតិបញ្ញាជាអ្នកជួយផ្ដល់សេចក្តីសុខឲ្យខ្លួនយើងវិញអាហ្នឹងតើយើងសំរឿយបានអាចទប់ស្កាត់បានណាកុំដូចថាយើងមានអ្នកការពារនៅមុខផ្ទះអញ្ចឹងយើងរឿងរាវចោលអីមិនងាយចូលផ្ទះចិត្តរបស់យើងបានទេអកុសលមួមកក្តៅក្រហាយអន់សពុនចិត្តជាប់ជំពាក់ហួងហែងប្រកាន់ហ្នឹងវាអត់ងាយចូលក្នុងចិត្តរបស់យើងបានទេដោយសារយើងមានសតិបញ្ញាជួយនៅខាងក្នុងជួយទប់ពីខាងក្នុងទៅមកសង្កេតឃើញញាតិញោមមួយចំនួនធំដែរគាត់ធ្វើរវាយគាត់ដេកមលក់គាត់ពិបាកចិត្តគាត់ឆេវឆាវគាត់មួម៉ៅគាត់ stress អានឹងដោយសារយើងបដែតបដោយចិត្តនឹងយូរពេកមិនមានអង្គរៈការពារចិត្តកុំឲ្យសត្រូវមកធ្វើបាបដុតបំផ្លាញសេចក្តីសុខក្នុងចិត្តណាសំដៅទៅលើសតិស្មារតីដែលពុទ្ធឲ្យយើងរៀនយកសតិស្មារតីនឹងមកនៅខ្លួនយើងជាប្រចាំចិត្តគិតអីកំពុងនិយាយអីកំពុងធ្វើអីកំពុងញ៉ាំអីកំពុងតែចូលបន្ទប់ទឹកឬក៏ធ្វើសកម្មភាពប្រចាំថ្ងៃហ្នឹងដូចថាយើងប្រឡែងខ្លួនចោលអត់សតិរវើរវាយធ្វើភ្លឹកដូចថាព្រលឹងអត់នៅខ្លួនណាកំពុងតែធ្វើនេះប៉ុន្តែចិត្តរត់ទៅឯណាឯណីទៅប្រេះទៅបដាស់ហើយទៅកាលណាយើងបដោយចិត្តចឹងរឿយទៅវាអត់មានស្មារតីនៅខ្លួនធ្វើឲ្យយើងបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងការគិតរបស់យើងរហូតដល់ថ្នាក់យើងមិនចង់គិតចិត្តហ្នឹងក៏វានៅវិលខ្ញាល់អញ្ចឹងទៅរហូតដល់អ្នកខ្លះគេមិនលក់ឬក៏ធ្វើឲ្យពិបាកនឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯងហ្នឹងអញ្ចឹងតើយើងហ៊ានបង្កើនស្មារតីនឹងក្នុងជីវិតប្រចាំថ្ងៃហ្នឹងការធ្វើសមាធិក៏ជួយច្រើនដែរពីព្រោះសមាធិទាញស្មារតីមកផ្ចង់នឹងអារម្មណ៍កម្មដ្ឋានណាមួយឧទាហរណ៍ថាចោលដង្ហើមចេញចោលដង្ហើមចូលអញ្ចឹងជាដើមអញ្ចឹងយើងបង្កើនទ័ពស្មារតីហ្នឹងឲ្យច្រើនដើម្បី
ត្រួតពិនិត្យមើលដំណើររបស់ចិត្តនឹងឧទាហរណ៍ទៅកំពុងតែមើលដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលវាស្រាប់តែគិតចេញទៅអានេះខ្ចីលុយអញអានោះថាឲ្យអញអីចឹងទៅយើងដឹងអូចិត្តអញរត់ចេញពីដង្ហើមចឹងហៅត្រឡប់មកវិញស្មារតីហ្នឹងអ្នកហៅត្រឡប់មកវិញដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលចឹងកងទ័ពការពារចិត្តហ្នឹងវាច្រើនសតិស្មារតីហ្នឹងវាច្រើនចឹងអត់ឲ្យចិត្តហ្នឹងរងគ្រោះដោយសារអារម្មណ៍ខាងក្រៅខ្លាំងពេកទេហើយយើងអាចបង្កើនស្មារតីក្នុងជីវិតប្រចាំថ្ងៃឧទាហរណ៍ថាដើរឲ្យមានស្មារតីថាយើងដើរយើងអង្គុយយើងនិយាយស្ដីហ្នឹងឲ្យវាមានពលឹងនៅខ្លួននេះជាភាសាខ្មែរភាសាធម៌គឺឲ្យមានស្មារតីនៅខ្លួនដឹងថាអាត្មាអញកំពុងតែអង្គុយអាត្មាអញកំពុងតែនិយាយអាត្មាអញកំពុងតែធ្វើសកម្មភាពនេះធ្វើសកម្មភាពនោះបើសតិស្មារតីនៅនឹងខ្លួនបានច្រើនចិត្តអ្នកនឹងអត់សូវរវើរវាយចិត្តអ្នកនឹងអត់សូវហោះចេញពីខ្លួនទេអញ្ចឹងអ្នកនឹងអត់សូវទទួលរងគ្រោះដោយសារអារម្មណ៍គីខាងក្រៅមកដុតរូលឲ្យក្តៅក្រហាយទេដែលចិត្តរបស់យើងក្តៅក្រហល់ក្រហាយហ្នឹងដោយសារយើងចេះតែប្រឡែងខ្លួនអត់មានអ្នកការពារសោះគេនិយាយស្ដីតិចក្តៅកើតទុកអស់មួយអាទិត្យពីរអាទិត្យទៅជួបរឿងថ្ងៃណាមិនពេញចិត្តទៅដេកពិបាកចិត្តអស់មួយអាទិត្យពីរអាទិត្យទៅគ្រាន់តែទៅអានឬក៏ជួបបញ្ហាអីចឹងទៅគឺថាវល់វិលនៅក្នុងខ្លួនហ្នឹងធ្វើឲ្យអាចិត្តហ្នឹងវាអត់មានប្រព័ន្ធការពារសោះស្អីក៏អាចលួចប្លន់សេចក្តីសុខស្អីក៏អាចធ្វើឲ្យចិត្តហ្នឹងកើតទុក្ខបានដែរអញ្ចឹងសតិស្មារតីហ្នឹងសំខាន់ណាស់ជាគ្រឿងការពារជារនាំងជាទ្វារជារបងការពារមិនឲ្យអកុសលឬក៏អារម្មណ៍ដែលនាំឲ្យក្តៅក្រហាយហ្នឹងយើងអាចទប់ស្កាត់បានខ្លះតែយើងមិនអាចទប់ស្កាត់បានទាំងស្រុងប៉ុន្តែសតិហ្នឹងវាដឹងថាអញបើគិតរឿងនេះទៅវាក្តៅក្រហាយអញ្ចឹងផ្ចង់ចិត្តទៅលើអារម្មណ៍នេះវិញនាំឲ្យចិត្តហ្នឹងជ្រះថ្លាសប្បាយនឹកគុណពុទ្ធទៅសប្បាយនឹកគិតដល់បុណ្យដែលខ្លួនបានធ្វើទៅសប្បាយនៅក្បែរមនុស្សនេះទៅដូចតិចចិត្តដូចស្រស់អញ្ចឹងស្ដាប់ធម៌ទៅបានចម្រើនចំណេះដឹងបញ្ញាញាណអញ្ចឹងទៅអញ្ចឹងទាញចិត្តឲ្យបង្អោលមកនៅក្នុងអារម្មណ៍ណាដែលនាំឲ្យកើតចិត្តជ្រះថ្លាហើយអារម្មណ៍ដែលនាំឲ្យក្តៅក្រហាយអានេះនិយាយដើមអញអានេះវាអញ្ចេះនេះវាចុះទាំងអានឹងយើងកាត់បន្ថយវាមកយើងមិនអាចទប់ស្កាត់បានទាំងស្រុងទេរឿងអារម្មណ៍ខាងក្រៅហ្នឹងឧទាហរណ៍ថាបើយើងមានបាបកម្មវាត្រូវតែលឺគេថាគេស្ដីឬក៏ត្រូវបាត់បង់របស់នេះរបស់នោះអាហ្នឹងយើងខាត់មិនបានទេប៉ុន្តែអ្វីណាដែលយើងអាចទាញចិត្តបានយើងទាញបង្អោនចូលទៅក្នុងអារម្មណ៍នាំឲ្យកើតសេចក្តីជ្រះថ្លាហ្នឹងចិត្តហ្នឹងវាស្រស់ចិត្តហ្នឹងវាស្រាលពីសេចក្តីទុក្ខទៅហើយបើយើងខ្វះសតិស្មារតីអ្នកគៀចិត្តអ្នកតម្រែតម្រង់អ្នកទាញមកអាហ្នឹងវាភាកច្រើនហ្នឹងគឺចិត្តហ្នឹងវាធ្លាក់ទៅក្នុងរឿងដែលនាំឲ្យក្តៅក្រហល់ក្រហាយនាំឲ្យជាប់ជំពាក់ហើយនឹងនាំឲ្យទូមនោះនឹងមកហើយតែធ្លាក់ចូលទៅក្នុងផ្លូវនឹងយើងក្តៅក្រហាយច្រើនយើងអត់មានលំនឹងផ្លូវចិត្តយើងផ្ញើសេចក្តីសុខទៅនឹងរបស់ខាងក្រៅទាំងស្រុងគេសរសើរបានយើងសប្បាយរស់ស៊ីមានបានទៅបានយើងអូសប្បាយទៅដល់ពេលគេនិន្ទាគេថាគេស្ដីកើតទុកទៅអត់មានកំណត់ដឹងថានឹងធម្មតារលកជីវិតនឹងវាអញ្ចឹងវាអត់បានមានបញ្ញាកំណត់ដឹងថាធម្មតាវាអញ្ចឹងវាឡើងវាចុះអញ្ចឹងយើងគិតថាជីវិតអញត្រូវតែឡើងអញ្ចឹងដល់វាអត់បានវាកើតទុកទៅប៉ុន្តែដែលយើងមានបញ្ញាមានធម៌នៅក្នុងចិត្តហ្នឹងយើងកំណត់ដឹងថាហ្នឹងហើយ